កាលពីវីដេអូមេរៀនមុនអ្នកទាំងអស់គ្នាបានរៀនរួចហើយអំពីសេចក្តីចាប់ផ្ដើមទៅនឹងរបៀបនៃការវិលជុំនៅក្នុងការប្រកួតបាល់ទះស្តង់ដារហើយនៅក្នុងវីដេអូនេះខ្ញុំនឹងបង្រៀនអ្នកទាំងអស់គ្នាបន្តទៀតអំពីរបៀបនៃការវិលជុំនៅពេលផ្ដើមលេងដំបូងបង្អស់ដូចជាអ្នកទាំងអស់គ្នាដឹងស្រាប់ហើយថានៅពេលផ្ដើមលេងដំបូងបង្អស់គឺអាចមាន2ករណីទី1ពេលបោះកាក់ទៅស្វីសអាចនឹងនៅខាងយើងហើយនឹងករណីទី2ពេលបោះកាក់ទៅស្វីសអាចនឹងនៅខាងដៃគូបដិបករបស់យើងនៅក្នុងករណីទី1ពេលដែលបោះកាក់ទៅយើងទទួលបានស្វីសគឺមិនមែនជាបញ្ហាអ្វីនោះទេស្វីសគឺត្រូវផ្ដើមចេញមកពីអ្នកប៉ាសេដែលស្ថិតនៅក្នុងតំបន់ទី1នេះឯងក៏ប៉ុន្តែក្នុងករណីដែលបោះកាក់ទៅស្វីសនៅខាងដៃគូបដិបករបស់យើងអាចវិលបញ្ច្រាស់ទនិចនាឡិកាមួយជុំសិនឬក៏ភាសាបច្ចេកទេសយើងហៅថាយកជុំទី6មកធ្វើជុំទី1ជាមុនសិនហើយមូលហេតុគឺថាយើងចង់បានអ្នកប៉ាសេទៅដល់ផ្នែកខាងមុខតំបន់ទី2នៅពេលដែលយើងរកបានបន្ទុកពីគូបដិបកហើយនោះអ្នកប៉ាសេត្រូវវិលមកដល់តំបន់ទី1ផ្នែកខាងក្រោយដែលជាតំបន់ឡើងវេសេវ៉ាហើយជុំទី1គឺចាប់ផ្ដើមកើតឡើងពីពេលនឹងទៅឯងហើយទម្រង់លេខមួយនេះសូម្បីតែក្រុមជម្រើសជាតិជប៉ុននិងក្រុមជម្រើសជាតិបាល់ទះកម្ពុជាក៏អនុវត្តទៅតាមនេះដែរក៏ប៉ុន្តែទម្រង់លេខមួយនេះគឺអាចប្រែប្រួលទៅតាមយុទ្ធសាស្ត្រនិងវិធីសាស្ត្រនៃការដឹកនាំក្រុមរបស់គ្រូបង្វឹកម្នាក់ហើយវីដេអូមួយនេះខ្ញុំនឹងបង្រៀនអ្នកទាំងអស់គ្នាអំពីលក្ខណៈទូទៅនៃរបៀបនៃការវិលជុំនៅក្នុងការប្រកួតបាល់ទះស្តង់ដារតែម្ដងនៅពេលតែអ្នកទាំងអស់គ្នាចេះច្បាស់ហើយអ្នកទាំងអស់គ្នាអាចបំលែងទម្រង់លេងទៅតាមយុទ្ធសាស្ត្រនិងវិធីសាស្ត្ររបស់អ្នកទាំងអស់គ្នាបានឥឡូវនេះកុំឲ្យខាតពេលសូមកលេចមកមើលអំពីរបៀបនៃការវិលជុំនៅពេលផ្ដើមលេងដំបូងបង្អស់ហើយសវិសនៅខាងដៃគូបដិបករបស់យើងបើយើងក្រឡេកទៅមើលលើអេក្រង់នេះយើងឃើញថាមានទម្រង់ដើមបំលែងទម្រង់និងចលនាបំលាស់ទីសម្រាប់វាប្រយុទ្ធយើងឃើញថានៅក្នុងរូបភាពនីមួយៗគឺខ្ញុំមានដាក់លេខតំបន់1 2 3 4 5 6នៅលើទីលានដើម្បីងាយស្រួលនៅក្នុងការពង្យល់អ្នកទាំងអស់គ្នាសូមក្រឡេកទៅមើលទម្រង់ដើមយើងឃើញថាផ្នែកខាងមុខមានកីឡាករចំនួន3រូបអ្នកប៉ាសេនៅតំបន់ទី2 outsider ទី1នៅតំបន់ទី3 middle block ទី1នៅតំបន់ទី4ចំណែកឯផ្នែកខាងក្រោយវិញមានកីឡាករចំនួន3រូបដូចគ្នា oppositor នៅតំបន់ទី5 outsider ទី2នៅតំបន់ទី6និង libero នៅតំបន់ទី1ចំណែកនៅផ្នែកខាងក្រៅទីលានវិញយើងឃើញថាមានកីឡាករ middle block ទី2សម្រាប់បដូរចេញនិងបដូរចូលជាមួយនឹង libero ក្នុងករណីផ្ដើមលេងដំបូងបែបនេះសវិសគឺនៅខាងដៃគូបដិបករបស់យើងគឺមានន័យថាយើងគឺជាអ្នកទទួលសវិសនិងវេប្រយុទ្ធជាធម្មតាកីឡាករដែលលេងក្នុងតំណែង oppositor ជាមួយនឹង middle block គឺគាត់កម្រនឹងចាប់សវិសណាស់ហើយអ្នកដែលចាប់សវិសនោះគឺ outsider ទី1 outsider ទី2ជាមួយនឹង libero ដូច្នេះចំណុចកន្លែងនេះដើម្បីឲ្យ oppositor ជាមួយនឹង middle block ទី1មិនចាំបាច់ចាប់សវិសយើងត្រូវរំកិល oppositor នេះមកផ្នែកខាងក្រោយបន្តិចបន្ទាប់មកទៀតយើងអាចរំកិល outsider ទី1មកផ្នែកខាងក្រោយបន្តិចដែរដើម្បីងាយស្រួលក្នុងការចាប់សវិសនិងឡើងផ្ដាច់ផ្នែកខាងស្ដាំចំណុចកន្លែងនេះខ្ញុំសូមបញ្ជាក់ប្រាប់អ្នកទាំងអស់គ្នាផងដែរថា outsider ទី1នេះគឺហាមឈរនៅចំហពីខាងក្រៅ middle block ទី1មូលហេតុគឺថាបើសិនជាយើងពិនិត្យទៅមើលរោលដើមយើងឃើញថា outsider ទី1គឺគាត់នៅពីខាងក្នុង middle block ទី1ដូច្នេះនៅពេលដែលគាត់រំកិលមកផ្នែកខាងក្រោយដើម្បីចាប់សវិសគាត់ក៏ត្រូវតែឈរនៅចំហជ្រះចូលខាងក្នុងបន្តិចពី middle block ទី1នោះដែរបើយើងឈរចំហខាងក្រៅ middle block ទី1នោះអាជ្ញាកណ្ដាលនឹងធ្វើការចាប់រោលរបស់យើងដើម្បីឲ្យងាយស្រួលយល់អ្នកទាំងអស់គ្នាអាចមើលទៅលើរូបភាពកន្លែងបំលែងទម្រង់ដោយឡែកចំណុចចុងក្រោយគេគឺជាចលនាបំលាស់ទីសម្រាប់វេប្រយុទ្ធយើងឃើញថាស្មាត់នៅផ្នែកខាងមុខគឺមាន2រូប outsider ទី1និង middle block ចំពោះ outsider ទី1យើងដឹងហើយគាត់គឺជាអ្នកដែលមានជំនាញប្រយុទ្ធដៃខាងស្ដាំដោយឡែកចំពោះ middle block ឬក៏ middle hitter អ្នកលេង rapid វិញយើងដឹងហើយជំនាញរបស់គាត់គឺវាយផ្ដាច់និងបាំងផ្នែកកណ្ដាលដូច្នេះគាត់ប្រកាសជាឡើងនៅតំបន់កណ្ដាលនឹងឯងយើងក៏លេខមកមើលតំបន់ខាងក្រោយវិញមានស្មាត់ចំនួន2រូបដូចគ្នា oppositor អ្នកវាយប្រយុទ្ធផ្នែកខាងឆ្វេងនឹងឯងជាមួយនឹង outsider ទី2ឬក៏អ្នកដែលមានជំនាញប្រយុទ្ធដៃស្ដាំទី2អត់មានអីត្រូវពិបាកយល់ទេចំណុចកន្លែងនេះយើងដឹងហើយ oppositor គាត់គឺជាអ្នកដែលមានជំនាញដៃខាងឆ្វេងដូច្នេះគាត់ប្រកាសជាធ្វើចលនារត់មកតំបន់លេខ1និងវេប្រយុទ្ធនៅតំបន់លេខ1ខាងក្រោយ3ម៉ែត្រនឹងឯង
ចំណុចកន្លែងនេះខ្ញុំសូមបញ្ជាក់ទោះបីជា oppositor ហ្នឹងគាត់ជំនាញដៃខាងឆ្វេងឬដៃខាងស្ដាំក៏ដោយក៏គាត់ត្រូវតែឡើងនៅតំបន់លេខ1 3ម៉ែត្រនេះដែរដោយសារតែតំបន់កណ្ដាល3ម៉ែត្រគឺយើងមាន outsider ទី2របស់យើងសម្រាប់ប្រយុទ្ធនៅទីនោះហើយដោយឡែកចំពោះកីឡាករ outsider ទី2របស់យើងវិញយើងដឹងថាតំបន់1គឺ oppositor គាត់ជាអ្នករ៉ាប់រងវ័យប្រយុទ្ធហើយដូច្នេះកន្លែងដែលទលាយគឺជាតំបន់3ម៉ែត្រកណ្ដាលដែលជាតំបន់6នឹងឯងឥឡូវកុំឲ្យខាត់ពេលយូរអ្នកទាំងអស់គ្នាអាចទស្សនាឧទាហរណ៍ពីក្រុមជម្រើសជាតិបាល់ទះកម្ពុជានិងក្រុមជម្រើសជាតិបាល់ទះជប៉ុននោះអ្នកទាំងអស់គ្នានឹងងាយស្រួលនៅក្នុងការយល់ឧទាហរណ៍មួយនេះយើងឃើញថាក្រុមជម្រើសជាតិបាល់ទះកម្ពុជារបស់យើងនៅផ្នែកខាងមុខមានកីឡាករស៊ុនច័ន្ទរោជាអ្នកប៉ាស៊ីមានកីឡាករផលរតនៈជា middle block ទី1និងមានកីឡាករគួនមុំជា outsider ទី1ហើយនៅផ្នែកខាងក្រោយវិញគឺមានកីឡាករធីមីហួងជា oppositor វឿនវាសនាជា outsider ទី2និង libero គឺជាគឹមហាប់អញ្ចឹងគឺអត់មានអីពិបាកយល់ទេនៅពេលដែលធ្វើចលនាបំលាស់ទីសម្រាប់វាយប្រយុទ្ធគឺអ្នកទាំងអស់គ្នាអាចប្រៀបធៀបទៅនឹងរូបភាពដែលខ្ញុំដាក់នៅលើអេក្រង់នេះទៅអ្នកទាំងអស់គ្នាប្រកាសជាយល់ច្បាស់ហើយដោយឡែកចំពោះឧទាហរណ៍ពីក្រុមបាល់ទះជម្រើសជាតិជប៉ុនវិញយើងឃើញថានៅផ្នែកខាងមុខមានកីឡាករ Sekita ជាអ្នកប៉ាសេមានកីឡាករ Onodera ជា middle block មានកីឡាករ Ishikawa ជា outsider ទី1ហើយចំពោះនៅផ្នែកខាងក្រោយវិញមានកីឡាករ Nishida ជា oppositor Ran Takahashi ជា outsider ទី2និង libero គឺជា Yamamoto អញ្ចឹងដូចគ្នាគ្មានអីលំបាកក្នុងការយល់ទេអ្នកទាំងអស់គ្នាអាចមើលចលនាបំលាស់ទីរបស់កីឡាករនីមួយៗនៅលើទីលានប្រៀបធៀបជាមួយនឹងរូបដែលខ្ញុំដាក់ឲ្យនេះទៅប្រកាសជាយល់ហើយអរគុណច្រើនចំពោះការទស្សនាវីដេអូមួយនេះជួបគ្នានៅវីដេអូមេរៀនក្រោយទៀត